ខ្មែរមានលួចអីពីថៃអត់ហើយថៃមានលួចអីពីខ្មែរអត់ថៃគេថាខ្មែរយើងជាចៅលួចរបស់គេវិញរួមទាំងទឹកដីរួមទាំងសម្បត្តិវប្បធម៌អ្វីៗជាច្រើនទៀតរហូតដល់គេប្រើពាក្យមួយក្នុងភាសាគេថាពាក្យគេហៅខ្មែរយើងថាខមែនហ្នឹងមកពាក្យថាខម៉ួយអាហ្នឹងក្នុងភាសាថៃគេនិយាយអញ្ចឹងជនជាតិថៃមួយចំនួនដែលអាចនិយាយតែពួកជាតិនិយមជ្រុលគេថាពាក្យខ្មែរហ្នឹងវាវិវត្តមកពីពាក្យថាខម៉ួយដែលប្រែថាលួចឬក៏អ្នកលួចចៅហ្នឹងអតិពលចុងក្រោយនេះក្នុងសម័យឧដុង្គនេះគឺខ្លាំងព្រះមហាក្សត្ររបស់យើងក៏មានទំនាក់ទំនងខ្លាំងជាមួយនឹងសៀមដែរពិសេសជាងគេគឺព្រះមហាក្សត្រចុងក្រោយរបស់ខ្មែរយើងបងប្អូនស្គាល់ព្រះមហាក្សត្រចុងក្រោយរបស់ខ្មែរយើងទេមិនមែនប្រកាសណាប្របាទនរោត្តមសីហមុនីបច្ចុប្បន្ននេះហៅថាព្រះមហាក្សត្រចុងក្រោយរបស់ខ្មែរទេបងប្អូនព្រះមហាក្សត្រចុងក្រោយរបស់ខ្មែរគឺចាប់ផ្ដើមពីបរិជាចុងក្រោយបំផុតនៃរាជវាំងឧដុង្គតមកដល់សប្តាហ៍ថ្ងៃគឺចាប់ផ្ដើមពីប្របាទអង្គឌួងមកនិយាយបែបបត់ដែលថាខ្មែរលួចអីពីថៃតាមពិតទៅបងប្អូននិយាយលួចគឺចោលតែទៀតពិតជាក់ស្ដែងរបស់ខ្លះមិនមែនលួចទេគេប្រើពាក្យថាខ្ចីកំចីដោយភាសាប្រើបងភាសាប្រើបងប្អូនខ្មែរយើងជួនកាលនិយាយពាក្យសៀមពាក្យថៃនឹងអត់ដឹងខ្លួនឯងនិយាយពាក្យថៃទេជាការពិតហ្នឹងបងជាការពិតគាត់ថាបន្លែលក់នំបញ្ចុកខ្លួនឯងញ៉ាំរាល់ថ្ងៃហ្នឹងហៅកធំថេតសួរតែខ្មែរមានឈ្មោះកធំថេតហ្នឹងអត់មានទេខ្មែរមានទេឈ្មោះខ្មែរគឺខ្ទុំទេសហើយអ្នកស្រុកអ្នកភូមិហៅត្រួយសាប៊ូក៏ប៉ុន្តែទូទៅគេស្គាល់កធំថេតអាកធំថេតហ្នឹងថៃវាយកពាក្យខ្ទុំទេសរបស់ខ្មែរទៅវាអាចចេញកធំថេតឯងក៏ធំថេតតាមគេដែរទៅនៅបាត់ដំបងអតិពលច្រើនអាផ្លែបំពេញរាជគេហៅផ្លែកាពីងរាជអ្នកស្រុកហៅណាឈ្មោះផ្លូវការបំពេញរាជអ្នកបាត់ដំបងចូលចិត្តហៅផ្លែកថនតាមសៀមអានេះជាការពិតហើយនៅបាត់ដំបងមានមួយទៀតអំបុកយើងពូតដុំជៀនហៅកម៉ៅថតភាសាគេទេខៅម៉ៅថតអំបុកជៀនអត់ហៅភាសាខ្លួនឯងចេញណានំកម៉ៅថតហើយមានច្រើនទៀតអានេះគេហៅថាបរិបត្តិភាសាមួយកំចៃតែធិតពិតជាស្ដែងធ្លាប់ទៅខ្ចីគេពីអង្កាលសួរមើលខ្មែរទៅសុំខ្ចីពាក្យពីថៃមកប្រើអត់ទេអត់ដែលទៅសុំខ្ចីជាផ្លូវការអញ្ចឹងលួចខ្មែរលួចអត់លួចមែនហ្នឹងបានគ្រប់ជំរាបសួរបងប្អូនខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ហើយណាថ្វាយគុំកណ្ណាកូនចាស់ជាព្រះសង្ឃគ្រប់ព្រះអង្គផងដែរទៀតថ្ងៃនេះឆ្លៀតពេលមកនិយាយនៅក្នុងคลิปវីដេអូនេះមួយពីប្រធានបទចោលបងប្អូនខ្ញុំជឿថាមួយរយៈចុងក្រោយនេះបងប្អូនក៏ដូចជាខ្ញុំរវល់វិវក់តាមដានចាប់អារម្មណ៍លើព័ត៌មានពិភពលោកគឺសង្គ្រាមអ៊ីរ៉ង់ដែលផ្ដើមចេញពីការវាយប្រហាររបស់អ៊ីស្រាអែលជាមួយនឹងសម្ព័ន្ធមិត្តអាមេរិកទៅលើអ៊ីរ៉ង់រហូតដល់ស្លាប់មេដឹកនាំកំពូលដែលគេហៅថា Supreme Leader របស់អ៊ីរ៉ង់រួមទាំងមន្ត្រីយោធាជាន់ខ្ពស់សរុបទៅប្រមាណជា40នាក់ផ្ទុះកំហឹងធ្វើឲ្យអ៊ីរ៉ង់ក៏តបតទៅកាន់អ៊ីស្រាអែលវិញក៏ដូចជាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួនទៀតដែលមានមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាអានេះជារឿងធំនៅក្នុងពិភពលោកបងប្អូនដែលបងប្អូនចាប់អារម្មណ៍ក៏ប៉ុន្តែក៏ខ្ញុំជឿថាបងប្អូនមិនភ្លេចចាប់អារម្មណ៍រឿងរ៉ាវរបស់ខ្មែរជាមួយនឹងថៃដែរដោយសារតែរឿងរវាងខ្មែរនិងថៃអ្វីត្បិតតែថាมันមានការផ្ទុះអាវុធការបាញ់បោះអីនៅក្នុងរយៈកាលថ្មីក្រោយពីបទឈប់បាញ់គ្នាលើកទី2នៅក្នុងខែ12មកក៏ប៉ុន្តែនៅលើបណ្ដាញព័ត៌មានក៏ដូចជានៅលើវិធីការទូតឃើញមានតែការចោទប្រកាន់ហើយនឹងការបដិសេធតែរឿយ
ទោះបីជាមិនប្រើពាក្យតែចោតប្រកាន់ក៏នៅតែត្រូវបានមើលឃើញថាជាការចោតប្រកាន់ដូចជាប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាទៅលោកផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានបរទេសក្តីលោកបដិសេធថាវាជាការចោតប្រកាន់ដែលធ្វើទៅលើថៃដែលលើកឡើងថាថៃបានចូលមកជ្រៅក្នុងដីកម្ពុជាតាមពិតទៅយើងមិនបានចោតប្រកាន់ទេយើងនិយាយការពិតដូចជាប្រសាសន៍របស់សម្ដេចពិតមែនក៏ប៉ុន្តែនៅក្នុងទស្សនៈរបស់ជនជាតិថៃក៏ដូចជាមនុស្សនៅលើពិភពលោកគេនៅតែលើកពាក្យហ្នឹងថាជាការចោតប្រកាន់ដដែលក៏ប៉ុន្តែក៏ជាលទ្ធផលល្អដែលពិភពលោកស្វែងយល់ការពិតពីរឿងហ្នឹងហើយរឿងដតីទៀតនៅពេលដែលយើងចេញផ្សាយព័ត៌មានអំពីស្ថានភាពតាមបន្ទាត់ព្រំដែនពួកសៀមពួកថៃហ្នឹងក៏គេលើកឡើងថាយើងចោតប្រកាន់គេពីនេះចោតប្រកាន់គេពីនោះពិសេសជាងគេគឺជារឿងដែលយើងនិយាយពីការដាក់កុងតឺន័រលួសបន្លាកង់ឡានហើយនឹងចូលមកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិរបស់កម្ពុជាភាគីថៃក៏គេនៅតែច្រានចោលគេថាយើងចោតប្រកាន់គេដដែលហើយរឿងវាមិនចប់ទេបងប្អូនជាការពិតទៅទស្សនៈរវាងខ្មែរនិងថៃដែលចោតប្រកាន់ថាចោលទៅចោលមកហ្នឹងគឺវាមានខ្ញុំចាប់អារម្មណ៍រឿងមួយបងប្អូនរឿងដែលខ្មែរតែងតែហៅថៃថាចោលដោយលើកទាំងប្រវត្តិសាស្ត្រពូជម្បូរដើមតងរបស់ជនជាតិថៃមកជាសំអាងថាជាជនខ្ចាត់ព្រាត់មកពីភាគខាងត្បូងនៃប្រទេសចិនហើយមកបោះទីតាំងស្នាក់អាស្រ័យជ្រកកោនក្រោមអាណាចក្រខ្មែរហើយក្រោយមកបង្កើតអាណាចក្រខ្លួនឯងដណ្ដើមយកទឹកដីខ្មែរធ្វើជាទឹកដីរបស់ខ្លួនឯងទៅខ្មែរប្រកាន់ថាសៀមជាចោររហូតដល់សពថ្ងៃអានេះជារឿងរបស់ខ្មែរហើយខ្មែរអ្នករៀនសូត្របែបភាសាសាស្ត្រក៏យកពាក្យឈ្មោះរបស់ថៃហ្នឹងមកប្រៀបធៀបថាពាក្យថៃសរសេរថស្រអៃជាមួយនឹងយោហ្នឹងវាជាកម្លាយជាការកាត់คล้ายមកពីពាក្យថៃយៈថស្រអេនឹងយោជាងយោក្នុងភាសាបាលីដែលជាភាសាមានអធិពលនៅលើសង្គមខ្មែរក៏ដូចជាសង្គមថៃហ្នឹងថាពួកថៃយៈគឺពួកអ្នកលួចគេពួកអ្នកចោលពួកចោលចឹងទៅហ្នឹងគឺជារឿងដែលខ្មែរតែងតែវាតម្លៃទៅថៃហើយចំណែកពួកថៃខ្ញុំក៏ធ្លាប់ឮគេប្រើក្នុងភាសាគេដែរបងប្អូនខ្ញុំឮក៏អត់សប្បាយចិត្តថៃគេថាខ្មែរយើងជាចោលលួចរបស់គេវិញរួមទាំងទឹកដីរួមទាំងសម្បត្តិវប្បធម៌អ្វីៗជាច្រើនទៀតរហូតដល់គេប្រើពាក្យមួយក្នុងភាសាគេថាពាក្យគេហៅខ្មែរយើងថាខមែនហ្នឹងមកពាក្យថាខម៉ួយអាហ្នឹងក្នុងភាសាថៃគេនិយាយអញ្ចឹងជនជាតិថៃមួយចំនួនដែលអាចនិយាយតែពួកជាតិនិយមជ្រុលគេថាពាក្យខ្មែរហ្នឹងវាវិវត្តមកពីពាក្យថាខម៉ួយដែលប្រែថាលួចឬក៏អ្នកលួចចោលហ្នឹងដោយសំដៅលើសម្បត្តិវប្បធម៌មួយចំនួនដែលរងឥទ្ធិពលពីពួកគេនៅក្នុងសម័យថ្មីនេះពិសេសជាងគេគឺគេប្រឹងប្រែងចោតប្រកាន់យើងធំបំផុតចុងក្រោយគឺរឿងសម្លៀកបំពាក់ដែលគេហៅថាឈុតថៃរបស់គេដោយសារតែសម្លៀកបំពាក់ខ្មែរនៅក្នុងសម័យទំនើបចុងក្រោយនេះមានរូបរាងស្តៀងអញ្ចឹងទៅហើយមួយទៀតអ្វីដែលគេចោតប្រកាន់យើងថាយើងលួចរបស់គេនោះគឺនៅពេលដែលខ្មែរចុះបញ្ជីអក្សរសិល្ប៍ច្រើនរឿងជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោកគេថាយើងលួចយករឿងគេមកទៀតអញ្ចឹងអានឹងជាបរិបទនៅក្នុងប្រវត្តិសាស្ត្រក៏ដូចជាទំនាក់ទំនងដែលចោតគ្នាទៅវិញទៅមកសួរថាស្ថានភាពលក្ខខណ្ឌដែលជាចោរជាអ្នកលួចពិតប្រាកដមានឬអត់បង
ខ្មែរមានលួចអីពីថៃអត់ហើយថៃមានលួចអីពីខ្មែរអត់ឥឡូវយើងនិយាយពីរឿងថៃសិនបងប្អូនរឿងថៃសិនខ្មែរថាថៃជាអ្នកលួចទ្រព្យសម្បត្តិរបស់ខ្មែរលួចតាំងពីទឹកដីយកទៅទាំងអស់ពិសេសជាងគេខ្មែរថាលួចយកដីលួចយកប្រាសាទបុរាណអាហ្នឹងគឺជារឿងធំហើយនឹងវប្បធម៌ប្រពៃណីរហូតដល់ទៅភាសាហើយនឹងអក្សរសាស្ត្រទៅទៀតអានេះគឺជារឿងដែលខ្មែរចោទប្រកាន់ទៅថៃសួរថារឿងហ្នឹងវាជាការពិតឬក៏អត់អញ្ចឹងបងប្អូននៅក្នុងរឿងបរិបទប្រវត្តិសាស្ត្រហើយនឹងទឹកដីមែនតែនទៅជាក់ស្ដែងពិតប្រកបអត់អាចនិយាយថាអ្នកណាលួចអ្នកណាបានអានេះជារឿងពិតបងប្អូនអត់អាចនិយាយថាអ្នកណាលួចអ្នកណាបានទេរឿងបរិបទប្រវត្តិសាស្ត្រទឹកដីហេតុអីបានជាខ្ញុំនិយាយអញ្ចឹងរឿងទឹកដីការគ្រប់គ្រងអាណាខេត្តរដ្ឋណាដែលមានឥទ្ធិពលខ្លាំងដែលមានអំណាចខ្លាំងកម្លាំងទ័ពច្រើនតែងតែទៅគ្របដណ្ដប់លើរដ្ឋផ្សេងអាចយកមកធ្វើជាផ្នែកមួយនៃទឹកដីរបស់ខ្លួនឬក៏ដាក់ជារដ្ឋចំណុះដែលគេសន្មតថាជាទឹកដីរបស់ខ្លួនអានេះមិនបាច់និយាយពីរឿងខ្មែរនិងថៃនៅជិតគ្នាបើសិនប្រៀបធៀបបងប្អូនប្រៀបធៀបពីរឿងពួកអាណានិគមដែលវានៅឆ្ងាយនាយសមុទ្រនោះខ្មែរធ្លាប់ជាដែនដីអាណានិគមរបស់បារាំងដែលគេហៅថាទឹកដីបារាំងនៅឯនាយសមុទ្រធាតុពិតជាក់ស្ដែងនៅក្នុងសម័យអាណានិគមបងប្អូនសម្រាប់ប្រទេសខ្មែរគឺពីឆ្នាំ1863ដល់ឆ្នាំ1953រយៈកាល90ឆ្នាំហ្នឹងធាតុពិតជាក់ស្ដែងរដ្ឋបាលហ្នឹងគឺបារាំងចាត់ទុកថាជាប្រទេសរបស់វាបាត់ទៅហើយវាចាត់ទុកថាជាប្រទេសរបស់វាបាត់ហើយវាប្រើ Residence Superior របស់វាមួយមកគ្រប់គ្រងសហការជាមួយព្រះមហាក្សត្រខ្មែរតាមពិតមិនមែនវាមិនចង់គ្រប់គ្រងប្រទេសនឹងទាំងស្រុងដោយផ្ដាច់រដ្ឋបាលផ្ទាល់ខ្លួនគេចោលតែវាគ្រប់គ្រងអាកាសអញ្ចឹងវាទុករដ្ឋបាលរបស់គេនៅដោយមានព្រះមហាក្សត្រខ្មែរជាម្ចាស់ប្រទេសក៏ប៉ុន្តែវាមាន Residence Superior របស់វាមួយដែលវាមានអំណាចសឹងតែថាអំណាចខ្លះត្រួតលើព្រះមហាក្សត្ររបស់កម្ពុជាទៀតផងអាហ្នឹងបងប្អូនទៅសម្លឹងមើលបរិបទប្រវត្តិសាស្ត្រហើយនៅខាងភូមាម៉ាឡេឥណ្ឌូនេស៊ីហ្វីលីពីននេះក៏ដូចគ្នាឡាវវៀតណាមដូចគ្នាបងខាងនោះពួកអង់គ្លេសខាងឡាវនិងវៀតណាមពួកបារាំងដូចយើងដែរដោយចំណោះឲ្យសហព័ន្ធរូចិនដែលគេហៅកាត់ថាកូសាំងស៊ីនបងកូសាំងស៊ីននឹងខ្ញុំជឿថាបងប្អូនដឹងពីប្រវត្តិសាស្ត្រហ្នឹងអាហ្នឹងបើយើងនិយាយពីរឿងប្រវត្តិសាស្ត្រទៅនេះចុះបើនិយាយពីរឿងទឹកដីខ្មែរយើងមុនបារាំងមកវិញមុនពេលបារាំងមកខ្មែរយើងធ្លាប់ជាមហាអំណាចទឹកដីរបស់យើងបើសិនបើយើងនិយាយថាបោះខ្មែរពិតប្រាកដបងប្អូនកុំនិយាយថាខ្មែរអត់ដៃឈ្លានពានគេខ្ញុំនិយាយពិតរឿងបរិបទប្រវត្តិសាស្ត្របងប្អូនកុំនិយាយថាខ្មែរមិនដៃឈ្លានពានគេនិយាយអត់ត្រូវទេបងប្អូនព្រោះអីបងប្អូនទៅមើលកំណកំណាននៃទឹកដីរបស់នគរខ្មែរគឺអាណាចក្រភ្នំមានដែនដីត្រឹមណាមិនធំទេមិនធំទេហើយក្រោយមកចាប់ផ្ដើមពីរាជប្របាទស្រីមារៈដែលយើងហៅតាមចិនថាហ្វាន់ជេម៉ាន់ណាព្រះអង្គចាប់ផ្ដើមយុទ្ធសាស្ត្រពង្រីកទឹកដីអានេះជាសម័យដំបូងនៃប្រវត្តិសាស្ត្រហើយពង្រីកចាប់ផ្ដើមប្រមូលកុលសម្ព័ន្ធតូចៗមកដាក់ជាដែនដីចំណុះរបស់ខ្លួនគ្រប់គ្រងក្នុងរដ្ឋបាលរបស់ខ្លួនយ៉ាងទៅរហូតមកដល់បច្ចុប្បន្នដែលធ្វើឲ្យប្រទេសខ្មែរយើងមានជនជាតិភាគតិចច្រើនបូររស់នៅក្នុងប្រទេសទៅអានេះជាការពិតបងយើងមើលសម័យអង្គរភ្នំយើងមានទឹកដីប៉ុណ្ណាបងប្អូននិយាយពីសច្ចភាពវត្តសាស្ត្រហើយនិងភូមិសាស្ត្របងមកសម័យចិនឡាទឹកដីរបស់យើងរីកទៅប៉ុណ្ណាមកសម័យអង្គរទឹកដីយើងរីកធំទៅប៉ុណ្ណា
số ca đại rí những từ gió đây pray phnom mà thôi chỉ trọp sập bát bọc luôn mà đấy ở đây bốn miền co dập pon miền tập bón đại kê cướp còng to luôn kì đôi chỉ nơi lù vô nơi khang đấy con khang để thay cái áng á sập ngày khai lục ở đây ấy lù vô hay năng tàu khang ấy nơi chọp khăn năng môi điện bốn đại chỉ tận đây đào nó khơi bộ vót chọp cái pon năng môn năng ấy nếu không bộ vót ở xa môn thọp chanh khăm mại bốn nhộng môn thọp chanh khăm mại tại còn thà nếu không bộ vót ở xa bọc khăm mái đôi chìm sâu chạm ở róm rương cho mùi môn này đời xa nếu không bạn để bọt bộ vót ở xa pi sớm mai nó có phnom sớm mai trần la hay nâng sớm mai cố phía trán bởi chia chuyên khăm mái này và căn cũng đất mũi thay chìm vô tờ mũi khăm mái nâng môn chìm vô tờ mũi bóng ôn khní nè na cướp còng có đôi tờ nè na tại thịt bất chợt sấy cứ khăm mái chỉ nè cướp còng chân môn chọc sỏi có vào tai môn ở bên đây rong ở từ pol bị khăm mái kháng có đô ti tăng mà đong tích bốn môn đô ti tăng tức đây vào luôn mà đong tích là vô thưa là vật tây rồi hốt ở trong cái tới hong xạ vật tây món bát bong tức đây bát bong nó coi trong cái nó hong xạ vật tây đây chỉ ti còng giang gun sập tháng ngày rồi bỏ xạ phim mà dàn má này còn hay món có cho chanh pi hong xạ vật tây nâng từ rồi nơi không tầm bòn muối để cho prom lại thì muối thái cái hai thà rót môn phải cho bón này anh nâng cứ chi bộ vọt là sao chẳng bây giờ mới tức đây dướng không chùm riêng pung sao và đa để cho riêng tha tức đây không ai thông từ lùm từ lý cứ sầm dạo từ đó rồi mấy ông cô tụi bây chỉ dương mình thọp lưu biết tha không ai liên tiền kê ta đã vô tức đây kê cả đói có vận ta thiệt bất chẹt sẽ đáy nơi tại pra ẩm nai tiền bởi chế đa là bọc bè mà hạt sát có đôi chưa cầm làng tọp tới đây hay chẹt sẽ đáy để miên không vọt xa khơi cho bác cứ sừng cream cho mùi nâng chàm pa đây dương hào tại chám rương cho mùi chám cứ tùm nẹ tùm nâu với miên bà to màu soi khlang miên pê mùi nút muôn và bát chơi mà tìm pi lang soi riêng tích nè cham miên là từ bùn khlang màu vi crop từ đập còng cố ấy càn cặp còng cổ cào mà bát chơi mà tìm bơm đó tật đầy cô bị cham với đại cham rồi đoạn chấm nổ nó cứ miền hay cào bị rịnh bát chơi mà tìm bơm bát chơi mà tìm bấy máu có cho sao hay pu thay đại dường như tới tha mây đặc non bọc thay từ bồn có miền tùm nẹt tùm nông cho mùi nâng khmai đây chỉ đạch tranh và chăm tùm bón hay từ tu ban ri chỉ bọt tray rồi bọt đạch khmai tới chi mà hai xây tiết phòng hay cài máu có cái riệp trong bọc pon ra tà ba bọc cái đạch luôn tranh bị khmai được nông sầm mai sự khao tây nên tới hay cài máu sự khao tây nó có đua rồi lông tiết miền crom môi tiết đại chìm bố bọt tay nó cái chắp đam anh chạ Ayutthaya là hay Ayutthaya nữa anh đây ri chìm rán khlang hay vi và ha một căn còng cô nhật nhọp vi bay từng còng cố cướp còng từng còng cô từ tiền anh ấy cứ chưa cả bật buồn mình chẳng cao vì dương bay còng cố mà dương cho sao hay bảo vọt ở xa đại khơi tha sim rô rương dương cày còng có cứ máy lùng vế cái nơi ta rô rương thôi tôi bắt ta máy lùng vế dương lạng tích có bàn tay khơi miền ca vay và ha kia từ vinh từ mà bỏ giật chia nâng lùng vế nắng cứ máy cho mùi kia hay cày mà tiết dương ở bị lùng vế dương chỗ đóng có dương mình chỉ khăng và mán có bàn tay dương chạm đai tùm nẹt tùm nôn cho mùi nâng khang ca khang ảnh nam nòng pe nó đái cứ chạm pa bát bong và tê bát hơi miền phụ An Nam đại hàng từ Việt Nam khoảng 4 cái crop cron nó tìm được hay dương miền tầm nẹt tầm non chỉ mua đây từ đăng và điên ống chơi ấy giờ mà oi côn sẽ lại Khmer đầm bấy đã xa to là giờ phiệp tại đây Campuchia cùng oi xiêm crop từ đập bànទាំងស្រុងតែការរក្សាតរយៈភាពរបស់យើងធ្វើឲ្យយើងបាត់បង់ម្ដងតិច
ធាតុពិតជាក់ស្ដែងបងប្អូនទៅមើលផែនទីសម័យឧដុង្គមុនបារាំងមកណាមុនបារាំងមកបន្តិចអាណាចក្ររតនកោស៊ីនរបស់ថៃបងអាណាចក្រធនបុរីសំទោសអាណាចក្រធនបុរីរបស់ថៃរបស់ស្ដេចតាក់ស៊ីនដែលរំដោះប្រទេសចេញពីពួកអាំងវ៉ាក់ពួកភូមាមកពួកហ្នឹងគេបានគូផែនទីរបស់គេយកទឹកដីរបស់ខ្មែរទាំងអស់ធ្វើជាទឹកដីរបស់ធនបុរីបាទដែរហ្នឹងជាការពិតបងជាការពិតនៅក្នុងវត្តសាស្ត្រដោយសារតែសម័យឧដុង្គរបស់យើងមកពាក់កណ្ដាលចុងក្រោយនេះគឺខ្សោយខ្លាំងរហូតដល់គេចាប់ផ្ដើមកសាងរាជធានីរបស់គេថ្មីនៅរតនកោស៊ីនបាងកកសពថ្ងៃនេះឥទ្ធិពលរបស់គេកាន់តែកើនឡើងធ្វើឲ្យគេអត់ទុកថាកម្ពុជាជាប្រទេសក្នុងភ្នែករបស់គេคล้ายជារដ្ឋចំណោះឲ្យគេរហូតហើយឥទ្ធិពលពីគេមកគឺច្រើនណាស់បងឥទ្ធិពលពីគេមកច្រើនណាស់សូម្បីតែរឿងមួយដែលថៃតែងតែចោតប្រកាន់ថាយើងលួចចម្លងធំបំផុតគឺរាជវាំងបងរាជវាំងរបស់ថៃគេកសាងមុនយើងក្នុងឆ្នាំ1700ជាងហើយរាជវាំងរបស់ខ្មែរកសាងឆ្នាំ1800ជាងថ្មីត្បិតថារចនាបថមើលទៅវាមិនដូចគ្នាទាំងស្រុងវាគ្រាន់តែមានលក្ខណៈស្តៀងគ្នាខ្លះក៏ប៉ុន្តែសៀមគេទៅថាយើងចម្លងវាំងរបស់គេមកធ្វើអាត្រង់ដែលវាចម្លងរូបអង្គរវត្តពីយើងទៅធ្វើនៅក្នុងវាំងវាអត់និយាយទេអានេះជាការពិតបងអញ្ចឹងក្នុងរឿងទាំងអស់នេះបងឥទ្ធិពលចុងក្រោយនេះក្នុងសម័យឧដុង្គនេះគឺខ្លាំងព្រះមហាក្សត្ររបស់យើងក៏មានទំនាក់ទំនងខ្លាំងជាមួយនឹងសៀមដែរពិសេសជាងគេគឺព្រះមហាក្សត្រចុងក្រោយរបស់ខ្មែរយើងបងប្អូនស្គាល់ព្រះមហាក្សត្រចុងក្រោយរបស់ខ្មែរយើងទេមិនមែនប្រកាសណាប្របាននរោត្តមសីហមុនីបច្ចុប្បន្ននេះហៅថាព្រះមហាក្សត្រចុងក្រោយរបស់ខ្មែរទេបងប្អូនព្រះមហាក្សត្រចុងក្រោយរបស់ខ្មែរគឺចាប់ផ្ដើមពីបរិជាចុងក្រោយបំផុតនៃរាជវាំងឧដុង្គតមកដល់សប្តាហ៍ថ្ងៃគឺចាប់ផ្ដើមពីព្រះបាទអង្គឌួងមកហើយព្រះបាទអង្គឌួងព្រះអង្គជាព្រះរាជបុត្រពៅទេក៏ប៉ុន្តែព្រះអង្គជាអ្នកគ្រងរាជនៅក្នុងកម្ពុជានៅចុងសម័យឧដុង្គមកហើយនៅពេលដែលព្រះអង្គគ្រងរាជព្រះអង្គគិតអំពីរឿងទឹកដីរឿងជោគវាសនាប្រទេសជាតិខ្លាំងបំផុតហើយទទួលនឹងឥទ្ធិពលពួកអឺរ៉ុបជ្រៀតចូលមកអាស៊ីនឹងផងព្រះអង្គក៏ផ្ញើព្រះរាជសារទៅសុំឲ្យបារាំងមកជួយធ្វើជាអាណាព្យាបាល protectorate មកលើកម្ពុជាក៏ប៉ុន្តែវាអត់ជោគជ័យក្នុងរាជរបស់ព្រះអង្គក្រោយមកព្រះបាទនរោត្តមដែលជារាជបុត្រព្រះអង្គឡើងគ្រងរាជក៏ផ្ញើរាជសារទៅទៀតទៅជោគជ័យឲ្យបានបារាំងមកធ្វើជាអាណាព្យាបាលចាប់តាំងពីបារាំងមកធ្វើជាអាណាព្យាបាលកម្ពុជានេះ1863បារាំងទទួលជាអាណាព្យាបាលន័យថាឲ្យព្រះមហាក្សត្រខ្មែរឡាយប្រហោះទៅលើខេត្តទទួលស្គាល់បារាំងជាអាណាព្យាបាលបារាំងក៏ចាប់ផ្ដើមទាមទារយកទឹកដីរបស់កម្ពុជាដាក់ជាទឹកដីអាណានិគមរបស់ខ្លួនឯងហ្នឹងឆ្នាំ1867ចាប់ផ្ដើមបង្ខំបារាំងឲ្យទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជាដែលពីមុនមកពួកសៀមមិនដែលស្គាល់ទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជាទេបារាំងបង្ខំឲ្យទទួលស្គាល់ក្នុងឆ្នាំ1867ក្រោយមកទៀតបារាំងក៏ធ្វើការទាមទារព្រមជាទាំងធ្វើសង្គ្រាមផងដែរដណ្ដើមយកទឹកដីរហូតដល់ទៅវាយតាមជើងទឹកយកបានខេត្តត្រាចខេត្តច័ន្ទបុរីនោះតែក្រោយមកខេត្តទាំងនោះត្រូវបានបកគលទៅឲ្យសៀមវិញហើយដោះដូរយកខេត្តសៀមរាបបាត់ដំបងមុននឹងដោះដូរយកខេត្តសៀមរាបបាត់ដំបងជាមួយនឹងខេត្តត្រាចហើយនឹងដានសាយហ្នឹងគឺមានអនុសញ្ញាមួយដែលធ្វើឡើងក្នុងឆ្នាំ1904តកតងរឿងទឹកដីមលូព្រៃទលេរពៅនៅខាងស្ទឹងត្រែងព្រះវិហារនោះអាហ្នឹងជារឿងអញ្ចឹងសួរទឹកដីខ្មែរបច្ចុប្បន្ននៅសល់ប៉ុណ្ណាសល់ត្រឹមសម័យច្បាប់អន្តរជាតិហ្នឹងឯងដោយសម័យច្បាប់អន្តរជាតិកើតឡើងតាមរយៈអង្គការសហប្រជាជាតិហ្នឹងគេយកឯកសារចុងក្រោយដែលបារាំងមានជាមួយនឹងសៀមឯកសារចុងក្រោយដែលបារាំងមានជាមួយសៀមហ្នឹងអីគេអនុសញ្ញា1904និងសន្ធិសញ្ញា1907
cho cào nâng miên sản thị sinh nhà để nụ sinh nhà tới miên nụ sinh nhà Tokyo một bọn bùa rồi xài mùi để xiêm bậc khom bà răng tam rồi dạ cùng niệm bỏ Japan nói cho họ tới lấy khai và cô khát bát tầm bóng xiêm sẽ đây Japan nói xiêm với nụ có vận tải nụ sinh nhà nó có trấu này có trao đồng lia trao đói sinh thị sinh nhà còn vào sinh tao một bọn bùa rồi xài sập mùi đài đại tha nụ sinh nhà bà răng thừa lang đời miền ca cắt không bị chụp pon nó không sớm mai sự kìm lâu lâu tí pi nắng chặt tộc chìm bản ca do sự thị nhà một bon bùa rồi bờ bình chẳng có tất đây chân trai nơi bản đằng có vận tải phụ sim về sọc chất đời xa về kết thà việc bắt bóng khai sim riệp bắt tờ bóng rồi đây sập phòn nó cùng nứt bao vì thầy dừng lúi tất đây vì sao chừng cái cứ bị cho thầy dừng lúi khai bay nương tầm đó nó chỉ cầm nứt bỏ thầy chẳng chợ đây thầy dừng lúi mền ọt bên dây bị rương tật đấy đất tật ca sầm may cả lò mau rương khai chuyên piên kế xong mình để dây thế nó không sầm may cao khai ban từ lùi tật đây thay tì miền từ thay mà lùi khai cao bị sầm may có miền thay mà lùi bị khai tại vì môn khai từ vô Việt Nam mau khá năng dưới rương xin hay dây bài bọt để thật khai lùi ai bị thay tạm bất tổng bốn dây lối cứ chảo tại thiệt bất chợ đấy rồi bọc làm mình lối chứ cái pra bị thật chảy cầm chảy đôi phía xa pra bộ phía xa pra ông bốn không ai giống chuyên cá dây bị xiêm bị thay nó ngọt đăng luôn ai dây bị thay thế chỉ cả bất đăng bốn chỉ cả bất con là bà lai lụa nôm phải chọc luôn anh nhằm rồi ngày nó hai cái thông thên xưa từ khmai miền trung cái thông thên nó ngọt ở miền tây khmai miền tây trung khmai cứ tôm tây hay nè sọc này phun hai trôi sờ bù có bàn tay tu tới cái square cái thông thên nó thay vì vô bị tôm tây vào khmai tới vì ăn trên cả thông thên ấy những cái thông thên tạm kể đã từng nó bắt tập bóng ở từ bồi tràn apply bầm pin riêng cái apply cái pin riêng này sọc hai cái nữa một lời ca bầm pin riêng nè bắt tập bóng cho apply cái thòn tạm xỉm anh ấy chứ khác bất hay nó bắt tập bóng miên môi tiệt bọc dướng put đồng chín hai cái màu thọt phía xa cây tê khao màu thọt bọc chín hai phía xa luôn ai tránh nữa nôm cái màu thọt ấy miên tràn tiệt anh ấy kia hai tha bạn để bật phía xa mùi muốn cầm chảy tại thiết bất chợ sẽ đánh thọp từ chay cái bình cá xua mới khai từ sông chay bị thay mà bà anh đấy ở đây từ sông chay gì phải cả chẳng lùi khai lùi mền nữa cả bật muốn này khi bạn để bật phía xa như vậy không bị phải cả rồi phía xa cái hai ta cầm chay tại thiết bất chợ sẽ đánh cứ từ vô bọc kia mà bà đói mình bán sông mà cả này nhà tì đôi dương vô bị ông khai mà bà bình bật thế anh ấy hai đấy mình tới vô máu thì pol về miền vì chẳng hãy cho sim lùi bị khai ta bà mới lùi trao được thật sự thọp không phía xa bỏ sim bị để lùi vô tới bị khai anh dây bàn thà học sập chặt sập thì rồi còn lơ năng phong hai cào bị nút bị để bị lùi mò bị chân số bay ta lên viên nó có bị lùi bị chân đây ta bị chọt và can ta dừng lùi lên vì năng dưới đường sim khai dưỡng anh đại lư rọp tha bà tọa bi mà phay bầm buôn tha và má này chập ra rọp 3 sập 4 sập 5 sập 6 sập về tha về rọp tam vi lùi lên vi mà rọp năng xiêm với chào dưỡng có tay bạn để bắt tới bị đòn con này nhom thọp lư này riêng khang sẽ là chờ ra khang so sánh những cái gì chơi kỳ thà bị đám khai dưỡng mình thì dây tha 3 sập 4 sập tê miền tiệp xinh đăng máy không đôi tham mà phay đọp mà phay mà khi ông cùng bà được năng có tay có tha tôi có thà bị sập mà bị xịp bỏ thái nữa mà dừng cái thà 3 sập 4 sập nó vía 30 40 thì chẳng tao nó chưa cá bật có bà tay vía còn lùi lê dương cho tụi bà đài ta bắt đầu miền Nam lùi nè thì ở tịch pol tâm đồng này tụi mình tụi màu
ខ្ញុំឃើញនេះមួយបងប្អូនខ្ញុំសួរសំណួរទៅលើប្រព័ន្ធបច្ចេកវិទ្យាក៏វាឆ្លើយប្រាប់វិញនេះwebsite មួយឈ្មោះថា Global Voices សំឡេងពិភពលោកគេនិយាយថាបើសួរថាកម្ពុជាលួចអីពីថៃខ្លះគេថាវាគ្រាន់តែជាប្រធានបទដែលបង្កភាពតានតឹងប៉ុណ្ណឹងទេពិសេសជាងគេគឺជារឿងដែលបង្កចំនួនបន្តមកអស់រយៈពេលយូរផ្នែកសង្គ្រាមវប្បធម៌ហើយនឹងការជជែកវែកញែកឬក៏វាយប្រហារគ្នាតាមបណ្ដាញសង្គមអានេះជាការពិតបងចុងក្រោយនេះឃើញថៃវាយប្រហារយើងលួចអីគេយើងលួចប្រកែកព្រះដែលសៀតនៅនឹងឫសឈើខ្ញុំមើលប្រវត្តិប្រកែកព្រះដែលល្បីល្បាញនៅស្រុកថៃគឺប្រកែកព្រះវត្តមហាធាតុដែលត្រូវពួកភូមាវាយទម្លាក់នៅក្នុងសម័យដែលភូមាបំបែកក្រុងអយុធ្យានៅវត្តមហាធាតុក្រុងបាងកកបច្ចុប្បន្នហ្នឹងបងឬក៏មហាធាតុនៅណាខ្ញុំមិនដឹងក៏តែប្រហែលជានៅអយុធ្យាទៅហ្នឹងបងប្អូនហើយក្នុងឆ្នាំ1767ប្រកែកព្រះហ្នឹងអត់មានអ្នកណារើដាក់វិញក៏រឹសជ្រៃដោះពាត់ទៅក៏ប៉ុន្តែថៃវាប្រកែកផ្សព្វផ្សាយវាទៅថតបង្ហាញទៅថាវាជា spot ជាចំណុចមួយដែលតាក់ទាញចំណាប់អារម្មណ៍ខ្លាំងចឹងទៅក៏ប៉ុន្តែសួរតែខ្មែរមានរបស់អញ្ចឹងឯងមានអត់តែនៅពេលដែលមានរូបមួយសន្លឹកពីរសន្លឹកតាក់ទងឬប្រកែកព្រះជាប់នឹងគល់ពោបង្ហាញទៅកាន់ពិភពលោកថៃយកទៅហែកហួរយើងបណ្ណាបណ្ណៃលួចមិនស្វាងចម្លងមិនស្វាងគេមានតាំងពីរូបចម្លាក់ប្រាសាទបុរាណរបស់គេដែលមានឫសឈើព័ទ្ធបញ្ចេញជាទិដ្ឋភាពស្អាតច្រើនណាស់ពិភពលោកមនុស្សនៅប្រទេសផ្សេងគេមកគេឃើញគេតាក់ទាញចំណាប់អារម្មណ៍គេថតចែកចាយពេញពិភពលោកមិនបាច់ចាំអួតដោយឯងប្រកែកព្រះតូចមួយនៅអង្គរឈើនឹងមកអួតទេខ្មែរមិនតែឃ្លានចង់ចម្លងអីរបស់ហ្នឹងទេក៏ប៉ុន្តែនេះជាការពិតក្នុងទស្សនៈរបស់ថៃបងប្រទេសគេថានៅក្នុង website គេថាប្រទេសទាំងពីរហ្នឹងគឺចោតប្រកាន់គ្នាតាក់ទងរឿងបដិវត្តតាក់ទងរឿងចម្លងតាក់ទងរឿងលួចកូពីគ្នាទៅវិញទៅមកក៏ប៉ុន្តែនៅពេលដែលគេស្វែងរកទិន្នន័យលក្ខណៈអន្តរជាតិមកវិភាគមើលរឿងហ្នឹងថាអត់មានទិន្នន័យណាបង្ហាញថាកម្ពុជាលួចរបស់អីជាក់លាក់ពីថៃមួយទេក៏ប៉ុន្តែបើនិយាយពីថៃវិញនៅខាងចុងនេះគេប្រាប់ថាថៃលួចច្រើនណាស់ថៃលួចយកទឹកដីដែលជាអតីតរបស់ទឹកដីអាណាចក្រខ្មែរហើយនឹងប្រាសាទបុរាណជារបស់ធំហើយមួយទៀតថៃលួចយកនៅសិល្បៈវប្បធម៌បុរាណរបស់ខ្មែរយ៉ាងច្រើនតាមរយៈការលួចក្បាលអ្នកតារូបចម្លាក់អីជាដើមហើយនឹងសម្បត្តិវប្បធម៌ផ្សេងទៀតតាមរយៈប្រវត្តិសាស្ត្រដែលដូចយើងលើកឡើងថាវាយបែកក្រុងលង្វែកយកទៅអស់តាំងពីក្បួនច្បាប់សិល្បៈវប្បធម៌អីផ្សេងបងហើយបើសិនបើយើងមើលទំនាក់ទំនងក្នុងវប្បធម៌អ្វីដែលគេគិតថាកម្ពុជាលួចពីថៃពិតជាស្ដែងគឺជនជាតិថៃតែចោតប្រកាន់គឺយើងគេថាយើងលួចយកសម្លៀកបំពាក់នឹងមួយហើយទី2ពិធីបុណ្យគេចោតប្រកាន់យើងធ្ងន់រឿងពិធីបុណ្យគេថាយើងលួចយកបុណ្យចូលឆ្នាំពីគេដោយក្រោយពីគេចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកមកគេចុះសង្ក្រាន្តរបស់គេជាសម្បត្តិបេតិកភណ្ឌពិភពលោកមកខ្មែរក៏ឈប់ប្រើពាក្យចូលឆ្នាំថ្មីទៅប្រើពាក្យសង្ក្រាន្តតាមគេអាហ្នឹងគេថាគេយើងលួចចូលឆ្នាំគេទៀតលួចទាំងកាភ្លើងបាញ់ទឹកលួចទាំងប៉ាតម្សៅរបស់គេមកទៀតហើយមួយទៀតគឺតាក់ទងរឿងសិល្បៈចម្លាក់ក្បូរក្បាច់អីជាដើមគេថាតាមពហិតាមវត្តអារាមអីជាដើមគឺខ្មែរយើងចម្លងសិល្បៈក្បូរក្បាច់មកពីសៀមអាហ្នឹងពួកសៀមគេចោទប្រកាន់យើងន័យថាគេមើលឃើញមកយើងថាអន់ជាងគេក្នុងចំណុចហ្នឹងបងហើយចុងក្រោយគឺតាក់ទងរឿងការកំសាន្តហើយនឹងប្រព័ន្ធផ្សព្វផ្សាយពិសេសជាងគេគឺភាពយន្តរបស់ថៃដែលមានឥទ្ធិពលខ្លាំងមកលើសង្គមខ្មែរគេថាយើងលួចយករបស់គេទៀតហើយមួយទៀតរឿងចម្រៀងបងទទួលស្គាល់ការពិតមួយរយៈកាលចុងក្រោយនេះមុនពេលដែលមានបញ្ហាគឺឥទ្ធិពលនៃបទភ្លេងរបស់ថៃចូលមកក្នុងតិចខ្មែរហើយក៏យកមកច្រៀងជាភាសាខ្មែរបទខ្លះក៏ជាការបកប្រែបទខ្លះក៏ជាការ
តែងទំនុកច្រៀងថ្មីជាភាសាខ្មែរក៏ប៉ុន្តែសាច់ភ្លេងរបស់គេអានេះគឺប្រទេសយើងក្នុងអតីតកាលក៏មានបងសម័យលោកស៊ិនស៊ីសមុទ្រក៏មានបទចម្រៀងខ្លះក៏ខ្ញុំឃើញរបស់លោកគង់ប៊ុនឈឿនជាបទភ្លេងចាស់ចាស់របស់ស្រុកថៃដែរហើយមួយទៀតបទភ្លេងអឺរ៉ុបពួកខាងអង់គ្លេសបារាំងក៏មានបទភ្លេងជប៉ុនក៏មាននៅក្នុងបទចម្រៀងលោកស៊ិនសមុទ្រច្រើនហើយមកដល់សម័យក្រោយនេះមិនមែនយកតែពីថៃយកពីប្រទេសផ្សេងច្រើនទៀតអានេះគឺជាការពិតអញ្ចឹងទាំងអស់នេះគឺជាអ្វីដែលមានបងប្អូនអ្វីដែលមានហើយដែលគេសម្លឹងឃើញថាយើងលួចមកពីគេតែធៀបពិតជាក់ស្ដែងយ៉ាងណារឿងលួចមិនលួចដូចខ្ញុំលើកក្នុងភាសាមកប្រៀបធៀបអញ្ចឹងវាការពិតជាក់ស្ដែងគឺអធិពលទេបងប្អូនចេះអធិពលទៅអ្នកដែលរងអធិពលគឺប្រើប្រាស់មិនមែនជាការលួចការអីទេហើយម្យ៉ាងទៀតរបស់ខ្លះថាបើម្ចាស់ប្រហែសគេលួចចឹងឯងហើយជាការពិតបងប្អូនក៏ប៉ុន្តែពេលខ្លះដូចទឹកដីរបស់យើងមិនមែនប្រហែសទេក៏ប៉ុន្តែយើងថាយើងការពារអត់បានរួមជាមួយនឹងមានអ្នកនៅក្នុងតំបន់ហ្នឹងចូលដៃចូលជើងក្បត់អីចឹងទៅអាហ្នឹងគឺជារឿងវត្តសាស្ត្រទឹកដីក៏ប៉ុន្តែអ្វីដែលខ្មែរយើងត្រូវចាប់អារម្មណ៍គឺបច្ចុប្បន្នយើងមានទឹកដីនៅតាមប្រវត្តិសាស្ត្រចុងក្រោយដោយមានច្បាប់អន្តរជាតិការពារអញ្ចឹងយើងឈរលើគោលការណ៍ហ្នឹងហើយសម្បត្តិវប្បធម៌ដែលយើងចុះបញ្ជីគឺយើងមានអំណះអំណាងគ្រប់គ្រាន់ទៅ UNESCO គេចុះឲ្យហើយថៃបើថាជារបស់ខ្លួនក៏ចុះដែរទៅវាអត់មានទៅផ្ទាល់អីទេកម្ពុជាក៏មិនបានសម្ដែងការទៅផ្ទាល់ដែរក៏ប៉ុន្តែសូមឲ្យមានអំណាងគ្រប់គ្រាន់ដើម្បីចុះបញ្ជីចឹងទៅអូខេបងប្អូនអញ្ចឹងនេះគឺជាការនិយាយពីនេះពីនោះតាក់ទងរឿងចោលលួចដែលថៃចោតកម្ពុជាហើយនឹងខ្មែរតែងតែមានទស្សនៈទៅលើថៃវិញនៅក្នុងប្រវត្តិសាស្ត្រក៏ដូចជាបរិបទវប្បធម៌ភាសាអក្សរសាស្ត្រអីជាដើមមានប៉ុណ្ណឹងបញ្ចេញម្លែងបងប្អូនទាំងអស់នេះសង្ឃឹមថាបានជាចំណេះដឹងក៏ដូចជាបទពិចារណាអរគុណបងប្អូនចំណាយពេលវេលាមានម្លែងតាមស្ដាប់ទស្សនាវីដេអូចាប់ខន្តីជាស្រ័យគេលោកការលើកឡើងបកស្រាយមានលើសលុះដោយប្រការណាមួយគ្រប់ផងគុំលាបសងជម្រាបលាបងប្អូនជួបគ្នានៅឱកាសក្រោយទៀតបាន